Tại tôi chỉ muốnបញ្ហា vitamin របស់កុមារតូចៗមានសំណួរមួយសួរថាតើកុមារតូចៗអាចមានកង្វះ vitamin C ដែរទេតើតើមួយបញ្ហា vitamin C កុមារតូចៗក៏អាចមានបញ្ហាកង្វះ vitamin C បានដែរនៅពេលដែលពួកគាត់ទទួលទានចំណីអាហារប្រចាំថ្ងៃដោយមិនមានកម្រិត vitamin C គ្រប់គ្រាន់សម្រាប់សុខភាពពួកគាត់អញ្ចឹងសួរថា vitamin C វាមានសារៈសំខាន់គេខ្លះ vitamin C គឺវាមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់ការលូតលាស់ក៏ដូចជាការការពារនៃការឆ្លងមេរោគពីខាងក្រៅមកក្នុងហើយអ្វីដែលសំខាន់មួយទៀតគឺវាជួយសារពាង្គកាយយើងឲ្យមានការបឺតស្រូបជាតិដាច់បានល្អផងដែរសួរថានៅពេលដែលគាត់មានបញ្ហាកង្វះ vitamin C តើយើងអាចដឹងថាម៉េចមិនគាត់មានបញ្ហាហ្នឹងសញ្ញាខ្លះៗដែលយើងអាចដឹងបានគឺទី1កូនឧស្សាហ៍ផ្ដាសាយឬក៏ឈឺញឹកញាប់ផងដែរទី2កម្លាំងគាត់ចុះខ្សោយលហិតហើយទី3ស្បែកគាត់អត់មានភាពភ្លឺទេស្អាតពេលខ្លះស្បែកគាត់ងាយឡើងបែបលក្ខណៈជាជាំខ្មៅឬក៏ជាំឈាមទី4តាក់ទងជាមួយនឹងសុខភាពមាត់ធ្មេញគាត់ពេលខ្លះហើមចាញ់ឬក៏មានឈាមចេញតាមជើងចាញ់ធ្មេញផងដែរអញ្ចឹងយើងត្រូវធ្វើដូចម្តេចនៅពេលដែលគាត់មានបញ្ហាកង្វះវីតាមីន C ទី1ចំណីអាហារដែលគាត់ត្រូវញ៉ាំបន្លែហើយនិងផ្លែឈើគឺសម្បូរទៅក្នុងក្រូចស្វាយ strawberry បន្លែគឺមានពពួកបន្លែបៃតងឬក៏ពេលខ្លះផ្លែពេញប៉ោះក៏សម្បូរទៅដោយវីតាមីន C ដែរចុះសំណួរសួរថានៅពេលដែលគាត់មិនចេះញ៉ាំទាំងបន្លែហើយផ្លែឈើទៀតសួរថាតើយើងរកប្រភពវីតាមីន C មកពីណាដើម្បីឲ្យគាត់ញ៉ាំដើម្បីកុំឲ្យគាត់មានបញ្ហាវិបត្តិខ្លះខាងតោះនេះយើងមកស្គាល់តាក់ទងជាមួយនឹង A ប្រធីវីតាមីន C A ប្រធីវីតាមីន C នេះគឺជាប្រភពនៃវីតាមីន C ដែលមានកម្រិត100មីលីក្រាមមិនត្រឹមតែមានវីតាមីន C មានទាំងជាតិកាល់ស្យូមដែលគេធ្វើទម្រង់ជាម្សៅស្របទៅលើជំនួយវីតាមីន C ហើយមិនត្រឹមតែប៉ុណ្ណោះក៏មានលក្ខណៈជាតិកាកសរសៃអាហារដែលធ្វើឲ្យកូនក្មេងជួយសម្រួលតាក់ទងមួយប្រព័ន្ធរំលាយអាហារក៏ដូចជាការបាត់ជើងប្រចាំថ្ងៃបានល្អផងដែរអញ្ចឹងទម្រង់របស់ A ប្រធីវីតាមីន C នេះគឺជាជំនួយដែលក្នុងមួយកញ្ចប់មាន5ជំនួយ A ប្រធីវីតាមីន C នេះបើពុកម៉ែបងប្អូនចង់រកទិញគឺនៅគ្រប់បណ្ដាឱសថស្ថានក៏ដូចជាម៉ាកនានាផងដែរអញ្ចឹងនៅពេលដែលកូនតូចៗដែលមានបញ្ហាផ្ដាសាយញឹកញាប់ឈឺញឹកញាប់មិនថាជំងឺអីទេដែលយើងមើលទៅឃើញកូនអស់កម្លាំងខ្សោយលហិតហើយគឺសូមកុំភ្លេច A ប្រធីវីតាមីន C ដាក់ឲ្យគាត់ញ៉ាំជាប្រចាំទៅគឺមិនខុសបំណងទេ